Siapa Vijay Perleng Vijin Pratibat Nipun Doi Pratija Macam Semnum An Doi Ning Nhum Lâm Thị Đà Trung Púc Tị Buồn Samadhi Svain Yul Ampi Ataneនៃពាក្យ Samadhi ពាក្យ Samadhi បានត្រូវលេចលឺនិងត្រូវបានមនុស្សទំនើបលើកមកប្រើប្រាស់ជាទូទៅហើយមនុស្សជាច្រើនបានស្វែងរកហាត់សមាធិពីគ្រូពីសាសនាពីមជ្ឈដ្ឋាននានាការយល់ដឹងអំពីនិយមន័យនៃពាក្យសមាធិនេះចាំបាច់ណាស់សម្រាប់ការបដិបត្តិទទួលបានលទ្ធផលល្អបានលឿនជោគជ័យពុំដើរវង្វេងផ្លូវខ្ញុំសូមលើកពាក្យស្លោកដ៏មានខ្លឹមសារប្រមូលផ្ដុំរបស់លោកគ្រូអូសូដូចតទៅកូនសោនៃសមាធិសមាធិគឺជាសាក្សីសមាធិមានន័យថាคล้ายទៅជាសាក្សីជាមនុស្សឈរមើលខ្លួនឯងសមាធិពុំមែនជាបច្ចេកទេសណាមួយឡើយសមាធិគឺជាសាក្សីអ្នកមានសតិដឹងឈរមើលអារម្មណ៍គំនិតសាច់រឿងដែលផុសឡើងក្នុងខួរក្បាលខ្លួនឯងដោយពុំជាប់ជំពាក់ពុំចូលតួភាពស្ងប់ស្ងាត់ជាគោលដៅកាលណាសមាធិកាន់តែជ្រៅឡើងអ្នកនឹងជួបបរមសុខស្ងប់ស្ងាត់សមាធិជាឧបករណ៍នាំអ្នកទៅរកឃើញរូបពិតរបស់អ្នកផ្ទាល់រកឃើញធម្មជាតិពិតរបស់អ្នកដែលស្ថិតនៅហួសផុតពីពិភពចិត្តមនុស្សផុតពីបុគ្គលសមាធិពុំមែនប្រឹងប្រែងបញ្ឈប់គំនិតក្នុងចិត្តមនុស្សឡើយប៉ុន្តែតាមឈរមើលលំហូរគំនិតលំហូរអារម្មណ៍ដោយពុំគិតគូរពិចារណាវិនិច្ឆ័យវែកញែកអ្វីឡើយប្រឡែងព្រឹត្តិការណ៍ទាំងអស់ឲ្យកើតមានឲ្យផុសឡើងឆ្លងកាត់រូបអ្នកយ៉ាងរលូនគ្មានរាំងស្ទះអ្នកសមាធិពុំមែនជាជនតឹងតែងមុខមាំខំមាត់ម៉ត់ចត់ប៉ុន្តែគេរីឡាក់សម្រួលបន្ធូរខ្លួនគេគិតថាជីវិតជាឆាកល្ខោនព្រះសិវាជីវិតជាកន្លែងកំសាន្តសមាធិពុំមែនជាការប្រមូលផ្ដុំអារម្មណ៍ទៅលើរបស់ណាមួយឬវត្ថុណាមួយឡើយតែខ្ញុំពុំបដិសេធការប្រើការតម្រង់អារម្មណ៍ទៅរកអ្វីមួយឬការប្រមូលផ្ដុំអារម្មណ៍ទៅកាន់អ្វីមួយនោះទេដូចជាការសូត្រមន្ត្រាដដែលដូចជាការសមាធិវិបស្សនាហាត់ប្រមូលសតិលើដង្ហើមសម្រាប់គ្រប់គ្រងចិត្តគ្រប់គ្រងលំហូរគំនិតដោយទៅផុតពីចិត្តមនុស្សធ្វើចិត្តឲ្យស្ងប់បានមួយគ្រាប៉ុន្តែពុំមែនជាគោលដៅចុងក្រោយនោះឡើយអ្នករៀនសូត្រអ្នកវិទ្យាសាស្ត្រត្រូវការប្រមូលចិត្តផ្ចំចិត្តផ្ដោតទៅលើរឿងអ្វីមួយបង្កើតឧបករណ៍មុតស្រួចបម្រើការងាររបស់គេបានជោគជ័យធ្លុះធ្លាយដល់ទីជម្រៅសមាធិវិបស្សនាចាប់ផ្ដើមដោយហាត់ដង្ហើមប្រមូលផ្ដុំលើដង្ហើមហាត់តាំងពីនៅជាមួយដង្ហើមរហូតដល់មុតស្រួចហើយដំណាក់កាលបន្ទាប់ជាទីបញ្ចប់គេប្រឡែងគេបើកលំហធំឡើងឲ្យអ្វីកើតឡើងគ្រប់យ៉ាងអ្នកសមាធិបើកសតិទូលាយពិនិត្យប្រព័ន្ធរូបកាយរបស់មនុស្សទាំងមូលភ្ជាប់ទៅនឹងទិដ្ឋភាពជីវិតមនុស្សទាំងមូលព្រះពុទ្ធពុំមែនយកការប្រមូលផ្ដុំអារម្មណ៍តែមួយគត់នោះទេទ្រង់ជាមនុស្សពោពេញទៅដោយសតិដឹងទ្រង់ពុំបង្រួមវិសាលភាពនៃ consciousness ថាមពលជីវិតឲ្យរួមតូចចង្អៀតនោះឡើយតែទ្រង់ទម្លាក់រាល់របាំងបើករបាំងទាំងអស់ឲ្យធំឡើងទៅជាចក្រវាឡទៅជាធម្មពលជីវិតទាំងមូលទ្រង់ឈរទតមើលជីវិតដែលកំពុងតែហូរឆ្លងកាត់
ព្រះកាយទ្រង់ដោយពេលនេះខ្ញុំកំពុងតែនិយាយរៀបរាប់ប្រាប់អ្នកទន្ទឹមគ្នានោះមានរឿងជាច្រើនកំពុងកើតឡើងហោះឡើងដូចជាសំឡេងខ្យល់បក់សំឡេងឡានសំឡេងសត្វយំខាងក្រៅផ្ទះដូច្នេះពេលនេះម៉ោងនេះចរន្តជីវិតទាំងមូលកំពុងតែប្រមូលផ្ដុំជួបជុំគ្នាអ្នកស្ដាប់ខ្ញុំនិយាយនិងព្រឹត្តិការណ៍ជាច្រើនកំពុងតែប្រព្រឹត្តទៅចម្រុះគ្រប់រូបភាពគ្រប់ទម្រង់យ៉ាងសម្បូរបែបបើនិយាយអំពីការប្រមូលផ្ដុំអារម្មណ៍លើរឿងណាមួយមានន័យថា 99% នៃជីវិតត្រូវបានផាត់ចេញសិស្សធ្វើលំហាត់ដោះស្រាយចំណោទគេពុំត្រូវស្ដាប់សត្វយំឡើយសំឡេងคล้ายជាការរំខានដល់កិច្ចការគេដោយសារមនុស្សចង់សម្រួចអារម្មណ៍តម្រង់សតិឲ្យមុតថ្លែងស្វែងរកខ្លួនឯងស្វែងរកព្រះក្នុងខ្លួនប្រមូលផ្ដុំទៅជាព្រះតែមួយគត់ទើបគេចេញចាក់ពីសង្គមទៅតាំងធัวនៅលើភ្នំហេមពៀនដ៏ខ្ពស់ស្កឹមស្កៃត្រជាក់ទាំងកកប៉ុន្តែព្រះអាទិទេពពុំមែនជាកម្មវត្ថុដែលរកឃើញនោះឡើយទ្រង់គឺជាជីវិតទាំងមូលដែលកំពុងអតិភិបក្នុងពេលនេះតែម្ដងព្រះអាទិទេពគឺជាបាតុភូតសរុបតែម្ដងដូច្នេះហើយអ្នកវិទ្យាសាស្ត្រពុំអាចរកឃើញព្រះឡើយចំណែកឯសមាធិមានវិសាលភាពធំទូលាយលាតសន្ធឹងរហូតដល់ជាអនន្ត Infinity សមាធិពុំមែនជាការប្រមូលចិត្តប្រមូលអារម្មណ៍លើចំណុចណាមួយឡើយតែពង្រឹងខ្លួនធំ Relax បន្ធូរកាយចិត្តបន្ធូរ Relax ខ្លួនឯងទៅក្នុងលំហ Consciousness លំហចិត្តបរិសុទ្ធលំហធម្មជាតិពិតរបស់ខ្លួនលំហចក្រវាលលំហព្រះអាទិទេពបើអ្នកកាន់តែរីឡាក់អ្នកកាន់តែរីកធំឡើងអ្នកចាក់ចេញពីភាពចង្អៀតចង្អល់ឡើងទៅលំហទូលាយគ្មានដាច់កំណត់រំពេចនោះអ្នករលាយខ្លួនទៅជាធម្មជាតិទាំងមូលធម្មពលជីវិតហូរឆ្លងកាត់អ្នកពុំមែនដូចដុំថ្មទៀតឡើយអ្នកប្រៀបដូចជាកញ្ចក់ថ្លាដែលពន្លឺឆ្លងកាត់ពីម្ខាងទៅម្ខាងគ្មានរបាំងសោះឡើយពាក្យថា Relax និយាយដល់ន័យថាប្រឡែងខ្លួនឯងឲ្យឈប់ធ្វើអ្វីទាំងអស់ទាំងកាយទាំងចិត្តពីព្រោះថាបើអ្នកធ្វើអ្វីមួយហើយនោះភាពតឹងតែងនឹងបន្តសមាធិគឺស្ថិតនៅក្នុងស្ថានភាពឈប់ធ្វើអ្វីទាំងស្រុងអ្នកគ្រាន់តែ Relax ព្រមទាំងសោយសុខក្នុងភាព Relax នេះពេលនេះចូលអ្នក Relax នៅក្នុងខ្លួននេះចូលបិទភ្នែកហើយផ្ទៀងស្ដាប់អ្វីៗដែលកំពុងតែកើតឡើងកំពុងផុសឡើងជុំវិញខ្លួនលើរូបកាយក្នុងចិត្តសូមត្រឹមតែស្ដាប់គ្រាន់តែស្ដាប់ពុំធ្វើអ្វីដល់តិចតួចឡើយបើអ្នកបញ្ចេញសកម្មភាពណាមួយទោះតូចតាចក៏ដោយនោះគឺអ្នកបដិសេធភាពសកលបដិសេធព្រះធម៌ហើយពេលនេះព្រះលោកយាងមកជួបអ្នកជាសត្វចាបបន្លឺសំឡេងតុកទៀនបង្អួចលោកអាចយាងមកជាសំឡេងឆ្កែព្រុសសំឡេងកូនក្មេងយំឬសំណើចមនុស្សឈួតក្នុងភូមិចូលអ្នកកុំបដិសេធកុំរុញច្រានចេញកុំរកវិធីកិច្ចវេះចូលសុខចិត្តព្រមទទួលយកពីព្រោះបើអ្នកបដិសេធវានឹងបង្កើតនៅភាពតានតឹងក្នុងខ្លួនបើអ្នកប្រាថ្នាចង់រីឡាក់សូមហាត់បើកផ្លូវព្រមទទួលយកនិងស្វាគមន៍លើអ្វីៗកើតមានជុំវិញបើកឲ្យអ្វីៗឆ្លងកាត់រូបអ្នក
ជាធម្មជាតិទោះអ្នកដឹងឬពុំដឹងក្តីអ្វីទាំងអស់មានទំនាក់ទំនងគ្នាដើមឈើសត្វមេឃព្រះអាទិត្យផែនដីរូបអ្នករូបខ្ញុំទាំងអស់សុទ្ធតែមានទំនាក់ទំនងគ្នាជាអង្គភាពបើសិនជាព្រះអាទិត្យរលាយបាត់ទៅដើមឈើក៏ពុំអាចរស់សត្វក៏បាត់បង់ទៅហើយអ្នកក៏ពុំអាចមានជីវិតឡើយជូកុំបដិសេធអ្វីឡើយបើអ្នកបដិសេធសំឡេងសត្វយំគឺអ្នកបដិសេធអ្វីមួយក្នុងខ្លួនអ្នកបើអ្នករីឡាមានន័យថាអ្នកបើកផ្លូវសុខចិត្តព្រមទទួលយកស្វាគមន៍ហើយការសុខចិត្តព្រមទទួលយកលើគ្រប់គោលការណ៍ជីវិតនឹងនាំអ្នកទៅដល់រីឡាដូច្នេះចូលអង្គុយស្ងៀមស្ងាត់ស្ដាប់អ្វីដែលកំពុងកើតឡើងជុំវិញអ្នកលើរូបកាយអ្នកក្នុងចិត្តអ្នកហើយរីឡាទាំងស្រុងចូលប្រាអរិយាប័ត្រព្រមទទួលយកនិងរីឡាភ្លាមនោះអ្នកនឹងទទួលដឹងធម៌ពលធម្មជាតិកើនឡើងខាងក្នុងខ្លួនអ្នកជាក់ស្ដែងបើខ្ញុំនិយាយប្រាប់អ្នកថាចូលមើលសូមកុំប្រឹងមើលបើធ្វើដូច្នេះអ្នកចាប់ផ្ដើមប្រមូលអារម្មណ៍ភាពតឹងតែងក្នុងខ្លួនផុសឡើងតែសូមគ្រាន់តែរីឡាក់ហើយដាក់ឲ្យរីឡាក់នៅថេររលែងទាំងស្រុងហើយមើលគ្រាន់តែមើលសុទ្ធសាធអ្នកនៅទីនោះហើយគ្មានអ្វីត្រូវធ្វើទៀតទេអ្នកសុខចិត្តព្រមគ្រប់យ៉ាងពុំមានអ្វីបដិសេធឬពុំមានអ្វីគៀសចេញនោះឡើយក្នុងខ្លួននេះពុំមានការតស៊ូពុំមានការប្រយុទ្ធប្រឹងប្រែងពុំមានទំនាស់អ្នកត្រឹមតែមើលប៉ុណ្ណោះសូមចងចាំថាអ្នកត្រឹមតែមើលប៉ុណ្ណោះតើធ្វើយ៉ាងណាឲ្យអ្នកស្ដាប់វងភ្លេងបានពីរោះសូមស្ដាប់ដោយរីឡាក់បើកផ្លូវឲ្យសំឡេងគ្រប់យ៉ាងឆ្លងកាត់រូបនេះពុំរើសមុខតែសំឡេងណាមួយឡើយតើធ្វើយ៉ាងណាឲ្យការទេសនាផ្ទាំងគំនូរនៃវិចិត្រករឯកមានរំលេចខ្លឹមសាររស់លំអសូមបើកមើលដោយរីឡាក់បើកឲ្យទិដ្ឋភាពសពយ៉ាងឆ្លងកាត់រូបអ្នកពុំមានរបាំងពុំជ្រើសរើសតែផ្នែកណាមួយឡើយ